យไปก่อนลองรู้บ้านรู้บ่ជាគូกอบเอ่ยไว้ปันรู้บ่เอ้ยงอนพบรบก็คงจีบงอมงอมน้าអូនអន្តែរហ័យចាំបែកបាក់ក៏ជាមានប្រាំមិនស្ដាប់អើយសូនអើយនេះហើយវិមានអើយសូនអើយរាប់អូនឲ្យតែប្រខ្លួនស្មាំប្រណី សូមអនុញ្ញាតគ្រប់នឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនដែលកំពុងទស្សនាកម្មវិធីមរតកសំនៀងជាទីនឹករលឹកនិងជាទីមេត្រីតាមរយៈកម្មវិធីមរតកសំនៀងថ្ងៃនេះលោកអ្នកនាងកញ្ញានឹងបានជួបនៅបទចម្រៀងនិងទាំងទស្សនីយភាពជាច្រើនហើយមកដល់ថ្ងៃនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងកន្លងផុតទៅច្រើនថ្ងៃហើយចា៎គេថាចំហាយចូលឆ្នាំនៅមានសម្រាប់ខ្ញុំនៅឡើយចា៎បាទពីព្រោះអីចង់ជម្រាបសួរលោកប៊ុនថនដែរទៅថាថ្ងៃនេះដូចអត់តន់អស់ចូលឆ្នាំឯងឃើញនៅពាក់អាវអង្គរសង្ក្រាន្តនៅឡើយអនុស្សាវរីយ៍អង្គរសង្ក្រាន្តឆ្នាំនឹងសបាយពេកចាអូយដល់សបាយពេកចឹងទៅមិនហ៊ានតន់ចង់ដោះចេញទេចង់បង្ហាញឲ្យបងប្អូននៅតែនឹកឃើញអំពីអនុស្សាវរីយ៍ថ្ងៃចូលឆ្នាំនៅឯខេត្តសៀមរាបរបស់យើងពិសេសកម្មវិធីអង្គរសង្ក្រាន្តនាងខ្ញុំសោកស្ដាយដោយមិនបានទៅលេងប៉ុន្តែសន្យាថាឆ្នាំក្រោយនឹងចូលរួមដែរបាទចាហើយបងប្អូនយើងលោកបានឃើញអាវនេះឃើញក្រមានេះទៅលោកនឹកឃើញនឹកឃើញថាអូអង្គរសង្ក្រាន្តនៅថ្មីនៅឡើយទេណាចាឥឡូវយើងបាយមកកាន់មរតកសំនៀងរបស់យើងវិញនៅក្នុងសប្តាហ៍នេះដោយកញ្ញាតារាបានជម្រាបជូនទូរទស្សនិកជនរួចហើយថាយើងបានអញ្ជើញអ្នកជម្រាបដែលមានទឹកដនសម្លេងមកកំដៅអារម្មណ៍លោកអ្នកមានគ្រប់រសជាតិទាំងអស់មិនថាបទសប្បាយរីករាយបទកំសត់មនោសញ្ចេតនាឬក៏ញាក់ត្រអារម្មណ៍ពិសេសយើងមានការសម្ដែងចម្រៀងច្រៀងហើយយើងដាក់ឲ្យនិមិត្តខ្លួនអ្នកច្រៀងនោះទៅជាតួអង្គនៃបទចម្រៀងនោះថែមទៀតផងបទបុរាណគឺយើងតែងរបៀបជាបុរាណតែម្ដងឥឡូវយើងបើកទំព័រកម្មវិធីជាបឋមនៅក្នុងពេលនេះចាដើម្បីបើកទំព័រនៅកម្មវិធីថ្ងៃនេះបទដែលជួបខ្លួនមកបំពេអារម្មណ៍លោកអ្នកនាងកញ្ញានោះមានចំណងជើងថាសោភិនីមាសបងបាទវិមានស្នេហ៍ថ្មីវិមានស្នេហ៍ថ្មីเนาะចាវិមានស្នេហ៍ថ្មីនេះមានចម្រៀងគូទៅនឹងទឹកភ្នែកសោភិនីរៀបរាប់អំពីទឹកចិត្តផិតក្បត់នៃស្ត្រីក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចិត្តជាបុរសមានការសន្តោសប្រោះប្រណីមេត្តាករណានោះបានបំភ្លេចអស់នៅរឿងអាស្រូវទាំងឡាយដោយគេយកពណ៌សមកលាបលើស្នាមប្រឡាក់ទឹកខ្មៅនៅលើក្រណាត់សរបស់គេជំនួសមកវិញដោយការច្រៀងបំពេឲ្យម្ចាស់ស្នេហ៍គេបានគេងលក់ហើយបំភ្លេចឲ្យអស់រាល់រឿងអាស្រូវទាំងឡាយណាដែលកើតឡើងពីអតីតកាលនិងបច្ចុប្បន្នហើយមិននាំមកនូវភាពរីកចម្រើនដល់បច្ចុប្បន្ននិងអនាគតត្រូវតែបំភ្លេចឲ្យអស់ជំនួសមកវិញនៅរឿងដែលសប្បាយរីករាយដែលជាស្នាមញញឹមនិងសុភមង្គលស្រមៃទាំងអស់គ្នាតាមរយៈសំនៀងរបស់លោកនឹមស័ក្តិនិងបកស្រាយនៅបទវិមានស្នេហ៍ថ្មីរឿងផិតរឿងក្បត់រៀមលើកต้องសើរឿងចឹងខ្លាំងជាវិមានស្នេហ៍ថ្មីរឿងអងប្រត់គោជារឿងកវីតែបងនឹងស្រីស្មោះស្ម័គ្រលោកស្រីមិនបងគ្នារឿងពីអតីតគិតថាយល់សពដូចពកអាប់បាត់បាំងសូរយ៉ាថ្ងៃរៀងភ្លៀងរៀងចឹងមេឃភ្លឺថ្លារស្មីស្នេហាបងភ្លឺចិន្តារៀបនឹងស្គរណៃសោភិនីមាសបងអើយកូនយើងភ្ញាក់ហើយឈប់យំ
ទៅថ្លៃថ្ងៃបាំងរសៀលលើសំលេងរៃដូចជុំរៀងស្រីបងពេលរូបប្តីឲ្យកេងកាយភ្លើរឿងចិនគោរពឈប់កណ្ដាលព្រៃមកណាក្បត់ប្តីជារឿងអាស្រូវរឿងយើងខុសគេមិនដូចទេបើបំភ្លេចចោលទៅស្នេហ៍យើងគង់នៅរាប់ពាន់ឆ្នាំបងអើយកូនយើងភ្ញាក់ហើយជប់យំទៅថ្លៃថ្ងៃបាំងរសៀលលើសំលេងរៃដូចជុំរៀងស្រីបំពេលរូបប្តីឲ្យកេងកាយភ្លើរឿងចិនគោរពឈប់កណ្ដាលព្រៃមករាក្បត់ប្តីជារឿងអាស្រូវរឿងយើងខុសគេមិនដូចទេបើបងភ្លេចចោលទៅស្នេហ៍យើងគង់នៅរាប់ពាន់ឆ្នាំវិមានស្នេហ៍ថ្មីបានរសាត់ឆ្ងាយពីអារម្មណ៍លោកអ្នកនាងកញ្ញាទៅហើយពេលនេះសូមនាំអារម្មណ៍លោកអ្នកនាងកញ្ញាមកជួបនៅបទចម្រៀងជាបន្តទៀតបទនេះគឺថាជួបនឹងកំឡោះស្វីសជាបន្តទៀតហើយចាដោយសារលោកយាយលោកតាយើងនៅខាងខេត្តក្រចេះស្រុកកំណើតខ្ញុំឯណោះលោកបានប្រាប់ថាយេឃើញអ្នកនៅស្វីសនោះមៀតធំនៅក្មេងតែសំលេងពីរោះកាយវិការគាត់នោះគឺថាលោតក្រមិចក្រមាំបានល្អទៀតចាគឺថារំមិនមែនថាលោតអីណាឥឡូវនេះកំឡោះស្វីសរបស់យើងនឹងបង្ហាញខ្លួនសារជាថ្មីនៅក្នុងកម្មវិធីមរតកសំនៀងសប្តាហ៍ទី2នេះដែលលើកយកនៅបទកន្ត្រាក់អារម្មណ៍វិញម្ដងចានៅបទកន្ត្រាក់អារម្មណ៍នេះដែលមានចំណងជើងថាជីទូកលេងជាមួយបងហើយភ្ជាប់ទៅនឹងបទជីដំរីជាមួយនឹងបងតែម្ដងណាពីរបទនេះជាប់គ្នាតែម្ដងចំពោះកំឡោះស្វីសអញ្ចឹងសូមបងប្អូនទាំងអស់ស្ដាប់មើលថាកំឡោះស្វីសយើងរូបនេះទើបតែមានអាយុ18ឆ្នាំទេច្រៀងបានច្បាស់ហើយបានល្អកាយវិការល្អទៀតប៉ុន្តែបើឲ្យនិយាយវិញអត់សូវច្បាស់ទេចាគាត់និយាយសូវច្បាស់ព្រោះគាត់កើតនៅឯស្វីសឯណោះចាបាទក៏ប៉ុន្តែគាត់ស្រឡាញ់មរតកសំនៀងបង្ខំឲ្យប៉ាម៉ាក់ជូនតាំងពីស្វីសមកដល់ប្រទេសកម្ពុជាយើងហើយគួរឲ្យស្រឡាញ់ទៀតដែលគាត់តុបតែងជារបៀបខ្មែរបាទថ្ងៃនេះទ្រង់គ្រឿងតាមខ្ញុំដែរមើលទៅវាយខោចែវអាវបំពង់មួកស្លឹកត្នោតក៏មកអញ្ចឹងណាចាត្រៀមខ្លួនក្រោយឆាកបាទអញ្ចឹងយើងសម័យថាយើងកំពុងតែធ្វើដំណើរនៅមាត់បឹងឬក៏នៅតាមទីវាលស្រែតាមរយៈទឹកដោនស្នេហ៍របស់កំឡោះស្វីសរបស់យើងបាទសូមអញ្ជើញ
មិញចាហើយទាំងខ្លានៅក្នុងទាំងខ្លាឆ្វេងសកាផ្លេភ្លឺចាំងចាំងចាយគូចាប់លេងតែកំសាន្តបងប្រឹងអមទូឲ្យស្រីជិះតែសើឡើងខោក៏យ៉ាបងប្រឹងអមទូឲ្យស្រីជិះតែសើឡើងខោក៏យ៉ាតែសុំចិត្តឲ្យដែរបានឲ្យដែរបានមកជីកំបងអូនណាយអូនមកជីទូក្លេងជាមួយនឹងបងអូនណាយអូនមកជីទូក្លេងជាមួយនឹងបងមើលនោះតាជូរីរហងគូអើយចង់ដៃលេងអូនណាយអូនមកជីទូក្លេងជាមួយនឹងបងទូក្លេងជាមួយនឹងបងមើលមកតាជូរីរហងគួរឲ្យចង់ដៃលេងមើលនោះមិញឆាហើយទៅខ្លានៅក្នុងទឹកខ្លាជេស្រកាផ្លេភ្លឺចាំងចាំងតាគូចាំលេងតែកំសាន្តបងប្រឹងអមទូឲ្យស្រីជិះតែសើឡើងខោក៏យ៉ាបងប្រឹងអមទូឲ្យស្រីជិះតែសើឡើងខោក៏យ៉ាតែសុំចិត្តរកឲ្យដែរបានមកជីនឹងបង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 ឥឡូវខ្ញុំជូនមកបទមួយទៀតបទនេះចំណងចិនថាជីតម្រៃលេងនឹងបងការមិនធ្វើមានលុយដល់លេងសក់លើចាយមិនអងលូអគីការមិនធ្វើដល់ទៅលេងមិនជាយ៉ាងសក់ប្រាក់នេះតម្លៃក៏មានស្រាយក៏មានអូនណាយមកពីនេះធ្លាក់ដល់អាយអបប្រមាណក៏ហ៊ានចំណាយពោតគ្រូអើយពីនេះពេញសភាបងប្រាថ្នាជួបជីវ៉ាកើកងមកជីតម្រៃលេងនឹងបងអូនណានាងអត់ទេសៃលើកយ៉ាអូនណាយបងតំនេការមិនធ្វើមានលុយដល់លេងសក់លើចាយមិនអងលូគេការមិនធ្វើដល់លេងមិនជាយ៉ាងសល់ប្រាក់នេះតម្លៃក៏មានស្រែក៏មានបងនាងអូនណាយមកពីនេះធ្លាក់ដល់អាយអបប្រមាណក៏ហ៊ានចំណាយអូនទៅទូអើយពីនេះពេញសភាបងប្រាថ្នាជួបជីវ៉ាកើកងមកជីតម្រៃលេងនឹងបងអូនណានាងអូនណាយមកពីនេះធ្លាក់ដល់អាយអបប្រមាណក៏ហ៊ានចំណាយពោតគ្រូអើយពីនេះពេញសភាបងប្រាថ្នាជួបជីវ៉ាកើកងមក
rồi chi tầm lấy lên đồng bò là đèn nào để say lênខ្ញុំបីបាត់នឹងខ្ញុំជន់ទៅដល់ប្រទេសស្វីសនិងជួនពិសេសទៅជួនដល់ប៉ាម៉ាក់មកគ្រប់គ្រងខ្ញុំនៅទទួលស្ថានីយ៍ទូទួលបាទប៉ុន្តែខ្ញុំជន់បាត់នឹងនៅស្រុកខ្មែរដែរនិងខាងប្រទេសក្រៅដែរបាទសូមអរគុណចាលោកនាងកញ្ញាបន្ទាប់ពីបានរីករាយជាមួយនឹងកំឡោះស្វីសនៅបទចម្រៀងពីបទកន្ត្រាក់អារម្មណ៍ជិះទូកលេងទាំងសប្បាយរីករាយផងហើយទាំងជិះដំរីទៀតចាឥឡូវនេះសូមនាំអារម្មណ៍លោកនាងទៅជួបនៅបទចម្រៀងជាបន្តទៀតដែលមានចំណងជើងថាកោតចិត្តម្លេះទេសល់តែទឹកភ្នែកចំណងជើងពិតសល់តែទឹកភ្នែកកោតចិត្តម្លេះទេនេះជាសេចក្តីផ្ដើមនៃបទចម្រៀងនោះសល់តែទឹកភ្នែកដែលលំនាំបទបុរាណយើងយកមកច្នៃភ្ជាប់ជាមួយនឹងសម័យច្រៀងចងដៃប្រុសថ្លៃក្នុងថ្ងៃរៀបការប្រហាបេះដូងរបស់រស័ព្ទរបស់នារីកំសត់ម្នាក់នោះចាអរគុណអញ្ចឹងរាល់សេចក្តីស្នេហាបើកាលណាស្ថិតនៅក្រៅរង្វង់ច្បាប់និងប្រពៃណីនៅឡើយទេសូមចងចាំថាភាពបរាជ័យមាន 90% ជោគជ័យមានតែ 10% ប៉ុណ្ណោះតែបើសិនជាស្នេហានោះបានឈានដល់មង្គលការមានការដឹងឮទទួលស្គាល់ពីច្បាប់និងប្រពៃណីនិងមេដាសងខាងហើយនោះទើបយើងនិយាយថាបានជោគជ័យ 100% ចាហើយរៀបការហើយនោះទៀតសោតបើសិនជាយើងថាជោគជ័យ 100% ក៏មិនទាន់បានដែរបើសិនជាយើងមិនចេះថែរក្សាគ្នាមិនមានការអធ្យាស្រ័យឲ្យគ្នាមិនប្រារព្ធណាគោរពនៅសង្ឃៈធម៌ទាំង5ប្រការដែលបានចែងលោកអាចារ្យទូមានព្រានបដៅនោះទេនៅតែបែកបាក់គ្នានៅតែមិនទាន់បានជោគជ័យដដែលអរគុណយើងមកស្ដាប់នៅទឹកភ្នែករបស់នារីកំសត់ម្នាក់ច្រៀងចងដៃសង្សារក្នុងថ្ងៃមង្គលការនៅបទថាសល់តែទឹកភ្នែកអ
ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាប់ចិត្តដិតអារម្មណ៍នៅក្នុងកម្មវិធីមរតកសំនៀងជាមួយទឹកដមសំឡេងអ្នកចម្រៀងថ្មីដែលផុសចេញពីស្រទាប់មហាជនហើយនឹងអ្នកចម្រៀងអាជីពរបស់យើងចា៎ហើយយើងបែរមកកាន់អនុស្សាវរីយ៍ចាស់មួយទៀតរបស់រៀងច្បងអិនយ៉េងដែលយើងតែងតែដឹងថាភាគច្រើនលោករៀបរាប់អំពីទំនួលនៃសេចក្តីស្នេហានិងជីវិតយុត្តិជនចា៎ឥឡូវនេះយើងបាននិយាយនៅពាក្យមួយថារឿងលោកត្រូវបានបញ្ចប់ទាំងអស់រឿងគេកកោគេសោកគេស្ដាយរឿងខ្ញុំពោះម៉ាយយំទួញសង្វែករងចាំសូរិយាយើងរះថ្ងៃស្អែកនេះជាហើយសេចក្តីបាក់បែកពីព្រោះតែការនឹករលឹកចំពោះអ្នកដែលខ្លួនស្រឡាញ់រឿងខ្ញុំចាប់ហើយនៅក្នុងពេលនេះយើងប្រកួតជូនចំពោះអ្នកចម្រៀងកិត្តិយសរបស់យើងចាគឺលោកនោះសេរីដូច្នេះសូមអញ្ជើញលោកនាងកញ្ញារីករាយក៏ដូចជាទស្សនាកម្សាន្តតាមរយៈកម្មវិធីមរតកសំនៀងដោយមេត្រីចប់ហើយនៅឡើយស្រណោះចាំពីរស់ចាលើអក្សរាសេកមានខ្សិនខ្សៃដោយដៃចិនដាចារឿងវាសនាជាប់ទាំងទឹកភ្នែករឿងគេកកោគេសោកគេស្ដាយរឿងខ្ញុំពុះម៉ាយយំទួញសង្វារងចាំសូរិយាយ៉ាងរះថ្ងៃស្អែកក្រែងបានរំលេភ្នំទុកទៅខ្លាំងសំណាយទឹកភ្នែកពុះជ្រែកអ្នកផងលាបាត់ដំបងទុកជារឿងចាស់រឿងស្ទឹងសង្ការជារឿងបដូរផ្លាំងនឹកឡើងសែនខ្មាស់ជីវិតខ្លួនឯងជាកូនសត្វយំប្រត់គ្រួសាររួចាំសង្ខាក្រែខ្លាយជាផ្សាយលាស្ទឹងសង្ការលាភពចំបានដែលខ្ញុំសុំថ្លែងរឿងខ្ញុំចប់ហើយសំណាយទឹកភ្នែកពុះជ្រែកអ្នកផងលាបាត់ដំបងទុកជារឿងចាស់រឿងស្ទឹងសង្ការជារឿងបដូរខ្លាំង
នឹកឡើងសែនខ្មាស់ជីវិតខ្លួនឯងរស់ជាកូនសត្វយំប្រត់គ្រួសាររស់ចាំសង្ខារប្រែខ្លាយជាផ្សាយលាស្ទឹងសង្ការលាភពចំបានដែលខ្ញុំសុំថ្លាយរឿងខ្ញុំចប់ហើយរឿងខ្ញុំចប់ទោះបីជាលោកនូសេរីបានបញ្ជាក់ថារឿងរបស់លោកបានបញ្ចប់ទៅហើយចា៎ក៏ប៉ុន្តែចម្រៀងនេះនៅតែរស់នៅក្នុងអារម្មណ៍មិត្តអ្នកស្ដាប់ជាអមតៈយើងមានគិតពិចារណាឃើញទេថាបទនេះផលិតឡើងតាំងពីទសវត្សរ៍ទី60ឬក៏ដើមទសវត្សរ៍ទី70មកដល់ឥឡូវនេះឆ្នាំ2014ហើយនៅតែពីរស់ដដែលអញ្ចឹងគឺចប់តែរឿងប៉ុណ្ណោះប៉ុន្តែចម្រៀងមិនទាន់បញ្ចប់នៅក្នុងអារម្មណ៍មិត្តអ្នកស្ដាប់នៅឡើយទេបែរមកកាន់អ្នកចម្រៀងនៅស្រុកស្អាងរបស់យើងដែលទទួលការគាំទ្រវិញម្ដងគឺអ្នកនាងចិនច័ន្ទធឿនជាកសិករមួយរូបនៅស្រុកស្អាងដោយអ្នកនាងជុំច័ន្ទធឿនចិនច័ន្ទធឿនថ្ងៃនេះនឹងលើកយកនៅចម្រៀងដែលមានចំណងជើងថារាត្រីទឹកឃ្មុំរាត្រីទឹកឃ្មុំសាជាថ្មីនៅទឹកដមសលេងរបស់អ្នកនាងចិនច័ន្ទធឿននឹងកំដរអារម្មណ៍លោកអ្នកនៅក្នុងពេលនេះបាទសូមអញ្ជើញដល់ដួងចិត្តខ្ញុំ
សំលេងចំរៀងមួយមើលអាឡ័យឥឡូវនេះយើងបន្តមកកាន់អ្នកចម្រៀងរបស់យើងបន្តទៀតចាបទជាបន្តទៀតមានចំណងជើងថាវណ្ណៈស្នេហ៍បកស្រាយដោយលោកកែវសវណ្ណអ្នកចម្រៀងជនជាតិភ្នំមកពីមណ្ឌលគិរីណារូបខ្ញុំអ្នកក្រប្រឹងត្រដររស់ប៉ុន្តែគេថាសេចក្តីស្នេហាបើកាលណាគិតពីមានក្រណាចាមិនមែនស្នេហាដែលទទួលបាននៅភាគរយច្រើននោះទេចាសេចក្តីស្នេហាដែលទទួលបានភាគរយច្រើនបំផុតគឺស្នេហាផ្ដើមចេញអំពីចិត្តពិតស្មោះត្រង់លះបង់ខ្ពស់ទោះបីជាអ្នកនឹងមានក្រល្អអាក្រក់សខ្មៅយ៉ាងណាក៏ដោយឲ្យតែគេស្រឡាញ់គ្នាហើយស្នេហាដែលបានទទួលលទ្ធផលភាគរយបន្ទាប់គឺស្នេហាទៅលើរូបសម្បត្តិរូបសម្ផស្សបានន័យថាគេស្មោះនឹងយើងនៅពេលដែលយើងស្អាតគេបានស្មោះនឹងយើងដែរតែសេចក្តីស្នេហាដែលគ្មានបានភាគរយទាល់តែសោះនោះគឺស្នេហាលើទ្រព្យសម្បត្តិព្រោះគ្មានមួយវិនាទីណាដែលគេបកគលសេចក្តីស្មោះឲ្យយើងទេគេស្រឡាញ់ទ្រព្យសម្បត្តិរបស់យើងទេណាអញ្ចឹងទៅលោកកែវសវណ្ណលោកផ្ដើមនៅពាក្យនៃកម្រងអនុស្សាវរីយ៍ចាស់របស់លោកកែវសរ៉ាត់ថារូបខ្ញុំអ្នកក្រប្រឹងទៅដោះរស់ព្រោះតែសេចក្តីស្នេហាចាញ់គេប៉ុន្តែអ្នកនឹងបានជួបនៅមនុស្សដែលខ្លួនស្រឡាញ់ពិតនឹងកសាងនៅសុភមង្គលអស់មួយជីវិតប្រកបទៅដោយភាពផ្អែមល្ហែមនៅពេលដែលអ្នកយកសេចក្តីស្នេហារបស់អ្នកផ្ដើមឲ្យចេញពីចិត្តណាឥឡូវយើងស្ដាប់ទំនួញស្នេហាអ្នកក្ររបស់លោកកែវសវណ្ណមើលថាយ៉ាងណាដែរសូមគ្រប់អញ្ជើញដោយមេត្រីខ្ញុំនាងក្រខំប្រឹងត្រដររស់អាប់អងគេទៅយក់គេឈ្មោះអាព្រៃវណ្ណៈតូចទៀបគ្មានសិទ្ធណាស្ដីពីចរណៃអ្នកមានទ្រព្យជាស្រវាចាប់កាយคล้ายជាអ្នកទោសស្នេហ៍គ្មានកំហុសព្រមទេសន្យាបនដាំពីអូនរៀបមង្គលការស្រាប់តែវេរីធ្លាំងក្នុងរន្ធដើ
ផ្ដន់ទីខ្ញុំលែងអ្នកតាមឆ្នែនេះគេមានពីចារណាអីលើក្តីស្នេហ៍ឆ្ងាយដូចចន្ទ្រីបានត្រឹមក្រំគ្រីស្នេហ៍ត្រូវចាត់ប្រន់វណ្ណៈស្នេហ៍គឺបានបញ្ចប់ទៅហើយប៉ុន្តែអ្នកដែលមានស្នេហាស្មោះគង់តែបានជួបនារីដែលល្អបាទចាជាបន្តទៅទៀតនេះសូមជួបនៅបទចម្រៀងដែលមានចំណងជើងថាទំនួញកេសរមេលាបទនេះកញ្ញាតារាមានបានដឹងទេថានៅក្នុងរឿងអីនៅក្នុងរឿងចៅស្រទបជែកបាទចៅស្រទបជែកអំបញ្ញមិញនេះលោកកៅសវណ្ណនិយាយថាខ្លួនគាត់អ្នកក្រស្នេហាមិនបានស្មោះសរដូចគេទេចាខ្ញុំបានបញ្ជាក់ឲ្យអំបញ្ញមិញថាប្រកាសជាមាននារីម្នាក់ឬក៏នារីច្រើនអ្នកទៀតដែលគេមានចិត្តស្រឡាញ់ដោយមិនគិតពីវណ្ណៈមានក្រសខ្មៅដូចនាងកេសរមេលាអញ្ចឹងនៅក្នុងរឿងចៅស្រទបជែកទោះបីជាគូដណ្ដឹងរបស់ខ្លួនធ្លាក់ខ្លួនក្រគ្មានទីពឹងរកតែសម្លៀកបំពាក់ស្លៀកគ្មានយកស្រទបជែកយកមកគ្របខ្លួនដណ្ដប់អាត្មាយ៉ាងណាក៏សេចក្តីស្នេហាស្មោះរបស់នាងនៅតែមានជានិច្ចសម្រាប់ចៅជែកចាតែវណ្ណៈនៃការហុំព័ទ្ធឃុំខាំងពីសំណាក់គ្រួសារធ្វើឲ្យកេសរមេលារងនឹងការទុកព្រួយយ៉ាងខ្លាំងនៅក្នុងន័យនេះអ្នកនាងមាសលក្ខិណាបានផ្ដើមនឹងនាំយកនៅសារដួងចិត្តនៃជីវិតពិតរបស់កេសរមេលានិងជីវិតពិតរបស់ស្ត្រីច្រើនរូបទៀតដែលមានវិបត្តិស្នេហាព្រោះតែការបែងចែកវណ្ណៈពីសំណាក់ក្រុមគ្រួសារអញ្ចឹងសូមអញ្ជើញលោកនាងកញ្ញាស្ដាប់ទាំងអស់គ្នានៅទឹកដនសំនៀងរបស់អ្នកនាងមាសលក្ខិណាទំនួញកេសរមេលានៅក្នុងរឿងចៅស្រទបជែកអ
ចំរៀងមួយមើលណាឡៃទំនួញនាងកេសរបានបញ្ចប់ទៅហើយចាលោកបន្ថនជាបន្តទៅទៀតនេះយើងជួបនៅបទចម្រៀងដែលមានចំណងជើងថាស្នេហ៍ក្នុងក្តីស្រមៃតើបានអ្វីមកវិញបានត្រឹមតែសេចក្តីស្រមៃតែប៉ុណ្្នឹងហ្នឹងអ្នកខ្លះគាត់គិតថាស្រឡាញ់គេឲ្យតែបានស្រមៃអញ្ចឹងគឺគាត់អស់ចិត្តហើយចាមានពេលខ្លះសុំអោបតែស្រមោលទៀតផងបាទចាស់ពីដើមគាត់ថាបើមិនបានឃើញត្រានត្រៃឃើញតែស្រោមខ្នែក៏អស់ចិត្តដែរពាក្យហ្នឹងធ្ងន់ណាស់ធ្ងន់ជាងពាក្យថាបានឃើញដបូលផ្ទះព្រោះដបូលផ្ទះគាត់តែយើងដើរកាត់ឃើញអាស្រោមខ្នើយនៅក្នុងបន្ទប់ដល់យើងចូលដល់បន្ទប់គេមិនឃើញស្រោមខ្នើយធ្ងន់មែនចាប់អារម្មណ៍ចេះមួយទៀតជួនកាលយើងស្ដាប់យើងអត់វិភាគទេចាណាមានបទនឹងមួយណាបើមិនបានឃើញត្រានត្រៃឃើញតែស្រោមខ្នើយក៏អស់ចិត្តដែរបានឯងចូលដល់បន្ទប់គេណោះទៅតាមមើលដល់បន្ទប់គេប្រកាន់ណាបន្ទប់នារីកមុំគេប្រកាន់ណាពីដើមមកចាដោយសារតែគាត់នឹងធ្លាប់បានឃើញស្រោមខ្នើយនឹងម្ដងរួចទៅហើយបាទវាខុសពីចាស់លោកពោលលោកថាបើមិនបានឃើញមុខក៏បានឃើញដបូលចិត្តអស់ដបូលផ្ទះអស់ចិត្តហើយចាមិនចង់ដបូលចិត្តអស់ផ្ទះទៀតអរគុណឥឡូវសូមសម័យទាំងអស់គ្នាអ្នកដែលមានសេចក្តីស្នេហាក្រោមការលួចស្រឡាញ់គេបាទសូមអញ្ជើញនឹងស្គាល់បងសូមស្នេហ៍ឲ្យតែមានមេយកចិត្តថ្លើមមកអូហូសុំតោចនណានួនល្អធ្វើមិនដេញរូបបងជ្រុលលើពងងារបងស្រឡាញ់អូនណាស្នាកម្មក្រាំងតាមមកម្ដងទីមកអីរូបបងរៀងមិនសងហារូបទាំងវេទនាលនៅដួងលោកកែបិទដូចវាចាស្នេហាក្នុងក្តីស្រមៃដេកដោអង្គុយរាល់ពេលយំថ្ងៃរំពេឃើញតែរូបស្រីមួយទេបើយល់ហើយសូមកុំសោយយំដួងបីរូបមុំជាមិនរួចណាធ្វើមិនដេញរូបបងមនុស្សអាភ័ព្វស្នេហ៍តែចិត្តប្រាថ្នាស្នេហាតែមួយនឹងស្គាល់បងសូមស្នេហ៍ឲ្យតែមានមេយកចិត្តថ្លើមបងអូហូសុំតោចនណានួនល្អធ្វើមិនដេញរូបបងជ្រុលលើពងងារបងស្រឡាញ់អូនណាវាសនាកម្មក្រាំងតាមមកម្ដងទីព្រោះអីរូបបងរៀងមិនសងរូបទាំងរេតនីលើរួងលោកកែបិទដូចវាចាស្នេហាក្នុងក្តីស្រមៃ
ស្រីរូបស្រីមួយទេបើយល់ហើយសូមកុំសើយំទោះបីស្រីមុំជាមិនរួញដែរធ្វើមិនដេញរូបបងមនុស្សអាភ័ព្វស្នេហ៍តែចិនប្រាថ្នាស្នេហាតែមួយអរគុណបាទអរគុណដល់ដល់ឋានីទូរទស្សន៍ប្រអប្សរាដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបានមកចូលរួមក្នុងកម្មវិធីបណ្ដកសំនៀងហើយក៏សូមជូនផ្ញើបទចម្រៀងនៅអននេះទៅដល់ពុកម៉ែបងប្អូនទស្សនាសំខាន់អរគ្នាបាទសូមអរគុណចាស្នេហ៍ក្នុងក្តីស្រមៃរបស់លោកវីរៈនោះបានបញ្ចប់ទៅហើយបាទសម័យរហូតដល់ភ្លេចឈ្មោះសីហាដាក់ទៅវីរៈទៅទេណាវីរៈសីហាចានាងខ្ញុំលងអារម្មណ៍ស្រមើស្រមៃជាមួយនឹងលោកសីហាដែរមានអ្នកស្លាប់ចិត្តច្រើនណាស់នៅបានស្ដាប់សំឡេងលោកវីរៈសីហាពិសេសអ្នកស្ដាប់តាមសំឡេងកាសែតចម្រៀងឌីសចម្រៀងអត់មានរូបណាចាបាទស្លាប់ចិត្តច្រើនណាស់បាទប៉ុន្តែឃើញរូបពិតក៏នៅតែលងតិចតិចដែរបាទអរគុណបាទឥឡូវយើងបន្តអីទៀតអស្នេហ៍ក្នុងក្តីស្រមៃបន្តទៅទៀតជួបនឹងបទប្រុសកំពូលស្នេហ៍គឺឆ្លើយតបដោយកញ្ញាជុំសុជាតាតើអ្នកណាទៅនោះបានខ្លាយទៅជាប្រុសកំពូលស្នេហ៍ជាតារានៅក្នុងដួងចិត្តរបស់នារីម្នាក់នោះចាពិសេសចង់ខ្លាយជាបរិះកំពូលស្នេហ៍ឲ្យគេស្រឡាញ់ពិតប្រាកដនោះសូមចាំថាអ្នកជាបរិះអ្នកត្រូវមានភាពអង់អាចក្លាហានហើយមានចំណេះវិជ្ជាមានការងារយើងធ្វើឲ្យស័ក្តិសមណាចាបាទអរគុណយើងសូមបណ្ដាលអារម្មណ៍ទាំងអស់គ្នាប្រុសកំពូលស្នេហ៍អ
ចាសូមអរគុណនេះជាបទចុងក្រោយរបស់នាងខ្ញុំចាតាមរយៈបទទាំងអស់ដែលនាងខ្ញុំបកស្រាយចាសូមផ្ញើជូនទៅដល់ចាទស្សនិកជនដែលទស្សនានៅទីនេះក៏ដូចជានៅតាមគេហដ្ឋានហើយក៏សូមចាអរគុណដល់ស្ថានីយ៍ចារទូរទស្សន៍អប្សរាចាសូមអរគុណសំលេងចំរៀងមួយមើលអាឡ័យកញ្ញាជុំសុជាតានិយាយថាកំឡោះកកុកគ្មានជោគដូចបងបាទចាជោគនឹងវាមានច្រើនបាទមួយជោគជ័យជោគវាសនាចាអាមួយទៀតយើងជោគកពឹសយើងរំជោគកពឹសអាមួយទៀតយើងយកវេឆាទៅជោគត្រីជៀនពីផ្ទះអាមួយទៀតយើងយកប៉ែលទៅជោគដីចាគ្មានជោគបានន័យថាគឺគាត់នឹកផងព្រួយផងទាំងយប់ទាំងថ្ងៃបាទចង់ជួបបរិះកំពូលស្នេហ៍នឹងតែម្ដងអរគុណហើយទោះជាយ៉ាងណាក៏ដោយលោកយាយលោកតាពុកម៉ែបងប្អូនមានមីងទាំងអស់មរតកសំនៀងនៅតែបំពេអារម្មណ៍លោកអ្នកតាមរយៈទឹកដមសំនៀងអ្នកចម្រៀងថ្មីលើកយកបទចាស់មកច្រៀងចាឥឡូវនេះយើងមានបទអីបន្តចាបទជាបន្តទៀតនេះគឺជាបទចុងក្រោយដែលមានចំណងជើងថាលួងលោមចៅស្រទប់ជែកមិននឹងនិយាយយើងដើមចៅនិយាយដើមចៅស្រទប់ជែកចាមិនដែរឥឡូវនេះសំអាងការដាវីអ៊ុតសក់បានមកតុបតែងដល់ឆាកកម្មវិធីរបស់យើងហើយទៅអ្នកចម្រៀងទាំងពីររូបនោះទៅជាតួអង្គសម្ដែងតែម្ដងណាលួងលោមចៅសតបជែកនេះបើសិនជាបងប្អូនអត់ដែលបានទស្សនារឿងនេះទេបើលោកយាយលោកតាលោកអ៊ំលោកពូអ្នកមីងបងលោកបានដឹងហើយប៉ុន្តែបងប្អូនអត់បានដឹងទេថាលួងលោមចៅសតបជែកនេះអាម៉េចចៅសតបជែកនេះគឺគេភ្ជាប់ពាក្យគ្នាតាំងពីនៅក្នុងពោះសេដ្ឋីទាំងពីរហ្នឹងអត់មានកូនដូចគ្នាទៅបន់ស្រន់សុំកូនជាមួយគ្នាដល់ទៅសុំកូនជួបគ្នានៅកន្លែងព្រះវិហារហ្នឹងក៏សុំគ្នាថាបើឯងមានកូនស្រីខ្ញុំមានកូនប្រុសធ្វើដន្លងនឹងគ្នាដល់ចៃដន្យអីបានមែនមួយកូនស្រីមួយកូនប្រុសក៏ភ្ជាប់ពាក្យជាដន្លងនឹងគ្នាភ្ជាប់ទៀតនៅក្នុងពោះក៏ប៉ុន្តែអនិច្ចាសេដ្ឋីខាងដែលមានកូនប្រុសណាបាទក៏បានទទួលគ្រោះអគ្គិភ័យឆេះលំនៅឋានអស់ទ្រព្យសម្បត្តិធ្លាក់ខ្លួនក្រហើយស្លាប់ខ្លួនទៀតនៅសល់តែសេដ្ឋីនីក៏ធ្លាក់ខ្លួនតោកយ៉ាពីអ្នកកូនប្រុសណាអញ្ចឹងទៅក៏វិលមករកដន្លងហើយដន្លងនោះទៀតសោតឈប់ផ្អែមហើយពីមុនទ្រង់គ្រឿងមកសង្ហាមានមាសមានពេជ្រជាប់នឹងកាយាអូទទួលរយៈតាក់ក្លៀវខ្លាណាស់តែមកដល់លើកនេះខោអាវមកចកេះឆ្អេះនឹងខ្លួនគ្រាន់តែឃើញហើយថាមិនស្គាល់ហើយក៏ផ្ដាច់ពាក្យបណ្ដេញចេញប៉ុន្តែនាងកេសរមេលានេះនាងនៅតែចិញ្ចឹមចិត្តដដែលតាមរកចៅសតបជែកចាំរកចៅជែកតែជាគូដណ្ដឹងរបស់ខ្លួនទៅឃើញនៅផ្សារនៅអីហ្នឹងក៏តាមលួងលោមអង្វរកយកកៅអៅថ្មីមហូបអាហារចំណីយកទៅជូនតែចៅសតបជែកនឹងមានចិត្តប្រកាន់ខឹងថាអស់ហ្នឹងវាជារឿងដែលមិនគួរទទួលយកព្រោះខឹងនឹងការដែលធ្វើឲ្យម្ដាយស្លាប់ទៀតណាគឺបានន័យថាម្ដាយក្អួតឈាមស្លាប់ទៅទៀតអញ្ចឹងចៅជែកនៅកំព្រារងាម្នាក់ឯងជាមួយសតបជែកទាំងឯងហើយលួងលោមហ្នឹងលួងលោមយ៉ាងម៉េចដូចជាបច្ចុកផ្លែឈើឲ្យស្ករគ្រាប់អីហ្នឹងឯងលោកមន្ថនយីជំនាន់ហ្នឹងដូចអត់មានស្ករគ្រាប់មានតែផ្លែផល្លាបាទមានផ្លែផល្លាជែកណាបាជែកអំបូងឬក៏មានអីចឹងទៅឥឡូវចង់ដឹងថាយ៉ាងណាយើងជួបនាងមាសលក្ខិណាចានឹងលោកវិរៈសីហានៅបទចម្រៀងដែលមានចំណងជើងថាលួងលោមចៅស្រទប់ជែកបាទសូមជេងក
ខ្ញុំអើយគេមិនព្រមហើយនៅតែឆ្លើយមករកទៀតភឹងណាអោម្ចាស់ថ្លៃខ្ញុំអើយគេមិនព្រមហើយនៅតែឆ្លើយមករកទៀតកោតមានច្បាំងរួងជាស្រីខ្វះមាយាទកោតមានច្បាំងរួងជាស្រីខ្វះមាយាទមិនបាច់ចេញស្នៀតបោកចិត្តខ្ញុំអីឋានសួគ៌រូបផងមិនគួរប្រងរួងអវជ័យស្ម័គ្រអីនាងជាស្រីឋានសួគ៌រូបផងមិនគួរប្រងរួងអវជ័យលេបមិនរួចទេផ្លែឈើនប់ចំណីលេបមិនរួចទេផ្លែឈើនប់ចំណីឃើញម្ដាយថ្លៃថ្ងៃនេះគ្មានអ្វីសែនស្នូលសគុំព្រួយចាំអត់ជួយរៀបចំការទៀនពួកនឹងទុកសែនភ្នំមកទេមិនយកមិនខ្ចីមហូបចំណីសែថៃចិត្តគួរឃើញទូដាសុំទៀនគេអ្នកក្រៅទូដាសុំទៀនគេអ្នកក្រៅគុំឃើញហើយតែថៃចិនខ្មៅនៅម្នាក់ឯងចូលទូរទស្សនិកជនជាទីគោរពពេលវេលារំកិលទៅមុខគេថាអ្វីរក្សាបានតែពេលវេលាយើងមិនអាចខ្វាត់បានទេចា៎ដូច្នេះហើយធ្វើជាមនុស្សត្រូវស្គាល់តម្លៃនៃពេលវេលា1នាទីដែលកន្លងទៅតើយើងបានធ្វើអ្វីដែលជាអំពើល្អខ្លះហើយមួយថ្ងៃយើងបានធ្វើអំពើល្អមួយដែរឬទេសម្រាប់ខ្លួនយើងក្រុមគ្រួសារនិងមនុស្សទូទៅដូច្នេះយើងសួរខ្លួនឯងត្រង់នឹងហើយដែលយើងមានពាក្យបរមបុរាណមកថាពាក់ព័ន្ធនឹងចូលឆ្នាំថ្មីនេះគឺយើងមានសេរី3ប្រការសេរី3ប្រការនេះមិនមែនចង់និយាយថាព្រឹកឡើងលុបមុខថ្ងៃឡើងលាងដងខ្លួនយប់ឡើងលាងជើងប៉ុណ្ណឹងគ្រប់គ្រាន់ទេគឺយើងចង់និយាយអំពីកាយវិកម្ម3វិច័យកម្ម4និងមនោកម្ម3អញ្ចឹងបើយើងបំបាយអស់នេះហើយយើងលុបមុខលុបអីលុបឲ្យអស់រមន្ទិលសង្ស័យភាពឧបទ្រពទាំងឡាយហើយយើងលាងហើយយើងឲ្យមុខយើងស្រស់ថ្លាដោយបញ្ញាឆ្លៀសវៃនិងសេចក្តីដែលប្ររពនៅអំពើល្អការដែលយើងលាងលើដងខ្លួននៅពេលថ្ងៃនេះបានន័យថាពីព្រឹករហូតដល់ថ្ងៃនេះយើងបានធ្វើអ្វីខ្លះហើយសម្រាប់សង្គមជាតិណាអញ្ចឹងយើងត្រូវលុបលាងនៅអំពើអាក្រក់នៅចិត្តដែលជាទោសៈមោហៈនៅចិត្តដែលនិន្ទាគេនៅចិត្តដែលចង់កេងប្រវាញ់គេលុបលុនចង់ធ្វើបាបគេយើងត្រូវលុបបំបត្តិឲ្យអស់សង្កត់ដោយការលាងដងខ្លួនគេហៅថាវិច័យកម្ម4បាទហើយយើងមានចុងក្រោយលាងជើងនេះគឺមុនពេលចូលនិន្ទ្រាយើងចង់បញ្ជាក់ថាយើងលាងឲ្យអស់នៅរឿងកខ្វក់និងខ្មៅនិងអាក្រក់ទាំងឡាយដែលយើងដើរពេញមួយថ្ងៃនៅយើងខ្លួនយើងនេះអញ្ចឹងជួនកាលយើងដើរទៅយើងធ្វើអីខ្លះយើងធ្វើអំពើអាក្រក់យើងត្រូវលាងឲ្យជ្រះហើយដើម្បីថ្ងៃស្អែកយើងធ្វើរឿងល្អវិញអញ្ចឹងត្រូវចងចាំថាបើមានពេលគួរតែបើកសៀវភៅមើលថាកាយកម្ម3វិច័យកម្ម4មនោកម្ម3សេរី3ប្រការនេះមានន័យយ៉ាងណាណាចា៎ឥឡូវពេលវេលាយើងអស់ហើយសម្រាប់កម្មវិធីមរតកសំនៀង1ម៉ោងជាងនេះយើងបានបង្ហើរអារម្មណ៍បង្ហើរសំនៀងអ្នកចម្រៀងរបស់យើងកំដរអារម្មណ៍ហើយក៏ទូរទស្សនិកជនទទួលបាននៅភាពរីករាយហើយក៏បានទទួលស្ដាប់នៅបទចម្រៀងពីរោះជាច្រើនទៀតផងចាហើយនាងខ្ញុំក៏បានយល់ដឹងថែមទៀតនៅសេរី3ប្រការនៅថ្ងៃនេះចាអរគុណលោកបន្ថនច្រើនមែនតើចាអរគុណចំពោះទូរទស្សនិកជនពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានកម្មវិធីមរតកសំនៀងតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំសូមអរគុណដល់ហាងផាត់មុខម្ចាស់ដែលបានផាត់មុខនិងធ្វើសក់ជូនរូបនាងខ្ញុំដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាណូតុននិងសូមអរគុណដល់ហាងកាដេ City So ដែលបានច្នៃនូវម៉ូដសម្លៀកបំពាក់ជូនរូបនាងខ្ញុំដែលមានទីតាំងស្ថិតនៅខាងកើតផ្សារសវណ្ណានិងសូមគោរពជូនពរដល់ពុកម៉ែបងប្អូនទូរទស្សនិកជនសូមឲ្យមានសុខសុភមង្គលគ្រប់ទិវារាត្រី
យើងខ្ញុំសូមអរគុណសូមគោរពលា